Thì về số của nhóm mua được chỉ với mau bị group SP Imper ngày nay máy nhóm vậy ông bị cái record bị topic bị Python function chẳng function គឺជា code ដែលយើងសេដងហើយអាចប្រើបានច្រើនដងដើម្បីអាចកម្មដើម្បីឲ្យកម្មវិធីមានរបៀបនិងអាចថែទាំវាបានអញ្ចឹងខ្ញុំអញ្ចឹងចូលដល់កន្លែងហ្នឹងគឺ function គឺជា code ដែលធ្វើការងារជាមួយធ្វើការងារជាក់លាក់ហើយនេះ function វាមានភារកិច្ចបង្ហាញនេះវា hello នេះអញ្ចឹងនេះវាដល់ពេលយើងសរសេរចឹងអានេះហ្នឹងវាគឺជា function ហើយ greet ហ្នឹងគឺជាឈ្មោះ function អញ្ចឹងprint ហ្នឹងគឺយើងprint ពាក្យ hello ហ្នឹងជាប្រាប់អញ្ចឹងចូលមកដល់កន្លែង slide នេះគឺនិយាយពី create and call function អញ្ចឹងcreate function នេះវាមាន function ហើយឈ្មោះ function ហើយcall function មានឈ្មោះ function អញ្ចឹងមានន័យថាយើងបង្កើត function មុនបន្ទាប់មកហៅវាដើម្បីវាយកមកប្រើអញ្ចឹងនេះគឺយើងសេអញ្ចឹងសេកូដនេះfunction នេះឈ្មោះ function ដែលយើង print ទីហោយើង print hello student មកហើយដាក់ឈ្មោះ function អញ្ចឹងបើយើងអត់ដាក់ឈ្មោះ function នេះគឺវាយើងហៅវាមកប្រើវាអត់ចេញទេជាងថា hello student នេះវាអត់ចេញមកអញ្ចឹងចូលមកដល់ slide បន្ទាប់គឺ parameter អញ្ចឹង parameter គឺជាទិន្នន័យដែលយើងអាចផ្សាយចូលទៅក្នុង function បានហើយអញ្ចឹង name នេះគឺវាជា parameter អញ្ចឹងកន្លែង example កូននេះនេះគឺជា function ហើយនេះឈ្មោះ function វាជា parameter កន្លែង name ហ្នឹងហើយនេះយើង print parameter ហើយកន្លែងនេះអញ្ចឹងកន្លែងនេះតែតម្លៃរបស់ឲ្យហ្នឹងវាគឺជា increment អញ្ចឹងចូលមក slide បន្ទាប់គឺ return value អញ្ចឹងreturn គឺយើង return ដើម្បីផ្ញើលទ្ធផលចេញពី function អញ្ចឹងក្នុង example ហ្នឹងគឺ5បូក8អញ្ចឹងលទ្ធផល8ហ្នឹងគឺយើងត្រូវបញ្ជូនត្រឡប់មកវិញហើយយើងរក្សាទុកក្នុង array អញ្ចឹងទីហោឡើងហ្នឹងនេះគឺវាជា function ហើយបន្តមកគឺវាជា parameter ហើយយើងសរសេរ return នេះដើម្បីសរសេរតម្លៃចូលដើម្បីកណនាហើយបន្តមក result នេះអញ្ចឹង result នេះវាតម្លៃយើងបោះមកស្មើ s អញ្ចឹង5នេះវាគឺជាតម្លៃ a អា3នេះគឺជាតម្លៃ b អញ្ចឹងអាហ្នឹងគឺវាកណនា5បូក8នេះ5បូក3ស្មើ8ណាហើយអញ្ចឹងកន្លែងនេះយើង print result ហ្នឹងវាស្មើ8អញ្ចឹងចូលដល់ចំណុចបន្ទាប់ default parameter អញ្ចឹង default parameter មានន័យថាបើ user មិនបញ្ចូល value នោះ Python នឹងប្រើ value default អញ្ចឹង example default ស្មើនឹង student ពេលយើងហៅឈ្មោះ function ដោយមិនដាក់ឈ្មោះវានឹងចេញពាក្យ hello student អញ្ចឹងកន្លែងនេះគឺយើងមាន function ហើយឈ្មោះ function អញ្ចឹងកន្លែងនេះគឺជា parameter ហើយនេះគឺជា default value អញ្ចឹងកន្លែងនេះគឺយើង print hello ហើយname នេះគឺជាអញ្ចឹងname ហ្នឹងគឺវាទៅចាប់តម្លៃ student នេះដើម្បីអញ្ចឹងកន្លែង greet គឺជាឈ្មោះ function ដើម្បីឲ្យវាបង្ហាញoutput hello នេះ hello student ហើយចូលដល់ចំណុចបន្ទាប់ multiple increment
ចឹង multiple increment មានន័យថា function អាចទទួល parameter បានច្រើនចឹងចូលឡើងទីហោះនេះគឺ function គឺយើងបោះតម្លៃមក parameter នេះចឹងបោះតម្លៃ parameter លើសពី2គឺយើងមាន3នេះអញ្ចឹងបើវា print តម្លៃ parameter នេះចឹងកន្លែង add នេះគឺយើងបោះតម្លៃ output ឲ្យវាកណនាមកអាមួយហ្នឹងវាជាតម្លៃរបស់ A 2តម្លៃរបស់ B 3តម្លៃរបស់ C អញ្ចឹងចម្លើយដែលយើងកណនាហ្នឹងវាទៅកណនាហ្នឹងវាឃើញ6អញ្ចឹងចូលដល់ slide បន្ទាប់គឺ keyword increment អញ្ចឹងkeyword increment មានន័យថាយើងអាចបញ្ជាក់ឈ្មោះ parameter ពេលយើងហៅ function អញ្ចឹងឧទាហរណ៍អាយុ20និងឈ្មោះនេះអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់អាយុមុនឈ្មោះបានព្រោះ Python វាស្គាល់តាមរយៈឈ្មោះ parameter អញ្ចឹងឧទាហរណ៍ឡើយនេះគឺអាយុហើយនិងឈ្មោះអញ្ចឹងកន្លែងហ្នឹងបើយើងប្រើ keyword អាយុគឺយើងអាចដាក់អាយុមុនឈ្មោះបានអញ្ចឹងចូលមកដល់ slide បន្ទាប់bitary increment អញ្ចឹងhead នេះគឺវាអនុញ្ញាតឲ្យ function ទទួល value ច្រើនដោយមិនដឹងចំនួនមុនអញ្ចឹងក្នុងឧទាហរណ៍យើងអាចបញ្ជូនលេខប៉ុន្មានក៏បានទៅឲ្យ function total ហើយវានឹងបូកបញ្ចូលគ្នាទាំងអស់អញ្ចឹងកន្លែងនេះគឺចឹងកន្លែងនេះគឺ star number អញ្ចឹងគឺយើងអាចប្រើតម្លៃលេខបានច្រើនហើយកន្លែងនេះគឺវា print sum ដើម្បីកណនា value អញ្ចឹងតមកគឺ total នេះអញ្ចឹងtotal ហ្នឹងគឺយើងបោះតម្លៃឲ្យវាកណនានៅខាងក្នុងអញ្ចឹងមកដល់កន្លែងគឺសម្រាប់ slide ហ្នឹងគឺ arbitrary keyword increment ផ្កាយខ្វាក់អញ្ចឹងផ្កាយខ្វាក់ហ្នឹងគឺវាអនុញ្ញាតឲ្យ function ទទួល keyword increment ច្រើនដោយមិនដឹងចំនួនជាមុនវាប្រមូលផ្ដុំ increment ទាំងអស់ទៅជា direct dictionary មួយអញ្ចឹងឧទាហរណ៍ key value ស្មើតម្លៃហើយ key value នេះស្មើតម្លៃអាយុអញ្ចឹងដល់ឧទាហរណ៍នេះគឺយើងអញ្ចឹងកន្លែងហ្នឹងកែ info ហ្នឹងគឺវាគឺជាកែ info ហ្នឹងគឺវាជាកែខ្វាក់នេះអញ្ចឹងគឺវា print info មកហើយតមកគឺនេះជា key value ហើយនេះគឺជាឈ្មោះ key value នេះជា key value ដែរហើយនេះជាអាយុរបស់ key value អញ្ចឹងតម្លៃហ្នឹងគឺវា print មកនេះគឺវាជាទម្រង់បែបហ្នឹងអញ្ចឹងជាចុងក្រោយគុណលោកគ្រូវីដេអូខ្ញុំបានបញ្ចប់